តោះពុកម៉ែបងប្អូនយើងធ្វើជីជូលីនស៊ីទាំងអស់គ្នាគឺហៅថាជីសង្គ្រោះពន្លឺតាមពិតទៅខ្ញុំក៏អត់ចេះធ្វើដែរខ្ញុំធ្វើលើកទី4ហើយនេះលើកទី1ទី2អត់កើតទេលើកទី3កើតបានពាក្យកដាលនេះលើកទី4ហើយធាតុផ្សំរបស់យើងមានពងមាន់ស្រែ3គ្រាប់កាពិ3ស្លាបព្រាទឹកត្រី3ស្លាបព្រាប៊ីចេង3ស្លាបព្រាដើម្បីយើងកូរចូលគ្នាដើម្បីធ្វើយើងដាក់វារួចយើងច្បល់ចូលគ្នាឲ្យសព្វបងប្អូនពុកម៉ែហើយយើងដាក់ចូលដបទឹកក្នុងដាក់ដប1លីត្រកន្លះយើងដាក់1ស្លាបព្រាហើយក៏លុកវាឲ្យសព្វហើយយើងដាក់5ថ្ងៃអានេះយើងសម្រាប់ស្រោចបន្លែគឺជួយឲ្យបន្លែយើងលូតលាស់លឿនហើយស្លឹកវាពឺបៃតងស្រស់ស្អាតគេកូរវិតវាឲ្យសព្វពុកម៉ែបងប្អូនបើនឹងយើងអត់ឲ្យវានៅដុំទេដូចជាកាពិប៊ីចេងយើងត្រូវកូរវាវិតវាឲ្យលាយសព្វអស់នេះពុកម៉ែបងប្អូនខ្ញុំច្រកចូលដបហើយក៏ប្រឡុកហើយក៏បានយកមកដាក់5ថ្ងៃហើយដែរពីពេលដែលច្រកមិញខ្ញុំអត់បានថតដោយសារម្នាក់ឯងហើយចាំមើលតាមដានមើលទាំងអស់គ្នាមើលតើកើតអត់ខ្ញុំលើកទី4ហើយនេះ